ជួមរៀបសួរប្រិយមិត្តទាំងអស់គ្នា Hello Hello សួស្តីអ្នកទាំងអស់គ្នាវាត្រឡប់មកជួបជាមួយនឹង Admin Sophie ដដែលជាមួយនឹងរឿងថ្មីលើកនេះមិនមែនថ្មីតែរឿងទេសូម្បីតែ Channel ក៏ថ្មីដែរណាអញ្ចឹងហើយមុនចូលទៅដល់សាច់រឿងសូមចាអ្នកទាំងអស់គ្នាជួយ Subscribe Channel ថ្មីរបស់ Admin ផងណាដោយសារតែរឿងថ្មីរឿងចាស់គឺ Admin ផងនៅក្នុង Channel នេះសិនចំពោះថ្ងៃនេះផងដែរ Admin បានយករឿង BL ខាងតៃវ៉ាន់មកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសាន្តម្ដងទៅមើលចង់ដឹងថាតើរសជាតិយ៉ាងម៉េចផ្អែមប្រៃឬក៏រសជាតិល្វីងជូរចាត់ណ៎ដែលរបស់យើងគឺមានចំណងជើងថា Beloved in House ហើយ Admin បានដាក់ចំណងជើងជាភាសាខ្មែរថាលងស្នេហ៍ម្ចាស់ផ្ទះក៏ដោយសារតែសាច់រឿងរបស់យើងនេះគឺនិយាយពីមនុស្សពីរនាក់និយាយពីថាឃើញមុខគ្នាឆ្លោះខាំគ្នាដូចជាឆ្មាហើយនឹងឆ្កែអញ្ចឹងណាសំខាន់ណាកូនចៅគេទេប៉ុន្តែខឹងឆ្លោះជាមួយនឹងមេតែម្ដងហើយសុកទៅក៏អាចធ្វើឲ្យអ្នកទាំងពីរគឺមកនៅក្នុងផ្ទះជាមួយនឹងគ្នាបើដឹងថាតើស្នេហាអ្នកទាំងពីរនេះអាចប្រព្រឹត្តទៅបានយ៉ាងម៉េចនោះទេបើឆ្លោះគ្នារាល់តែថ្ងៃអញ្ចឹងនោះតើអញ្ចឹងកុំឲ្យវែងឆ្ងាយយូរយើងចូលទៅតាមដានទស្សនានៅការសម្ដែងនៃសាច់រឿងពេញជាមួយនឹង Admin ទាំងអស់គ្នាណាផ្ដើមនៃសាច់រឿងរបស់យើងគឺបង្ហាញពីតួបឋមកូនស្រីរបស់យើងតែម្ដងដែលគេគឺមានឈ្មោះថាស៊ឺឡៃហើយពេលនេះពួកគេនៅគ្នា3នាក់ដែលជាអ្នកធ្វើការជាមួយនឹងគ្នាហើយសាសនាដូចជាបងប្អូនអញ្ចឹងតែបងស្រីម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាប៉ៃស៊ីវឈៀនចំណែកឯម្នាក់ទៀតគឺជាកូនស្រីរងរបស់យើងនឹងឯងតែគេដូចជារៀងលេលើអីតិចតួចអីអញ្ចឹងណាហើយក៏រៀងស្លូតជាងគេដែរដែលគេមានឈ្មោះថាអូស៊ីឈីដែលពេលនេះផងដែរអ្នកទាំង3កំពុងតែនិយាយគ្នាហើយតាក់ទងជាមួយនឹងមេថ្មីរបស់គេដែលត្រូវផ្លាស់ចូលមកនៅថ្ងៃស្អែកនេះអញ្ចឹងហើយពួកគេមិនដឹងថាតើមេថ្មីនឹងជាមនុស្សបែបណានោះទេសង្ហាឬក៏ចិត្តល្អចិត្តអាក្រក់នោះទេអញ្ចឹងហើយពេលនេះយើងក៏មកកលេចមើលមេថ្មីរបស់គេវិញនិយាយពីថាបរិសម្នាក់នេះហើយគឺជាកូនប្រុសរបស់យើងនឹងឯងហើយពីថាកម្ពុជាអនាម័យខ្លាំងតែម្ដងណាពាក់ស្រោមដៃគ្រប់ពេលវេលាគ្រប់ទីកន្លែងតុករបស់គេនេះអត់មានឲ្យមានទូលីអីមិនតិចនោះទេដែលគេម្នាក់នេះគឺមានឈ្មោះថាជីនយូឈិននិយាយរួមទៅម្នាក់ហ្នឹងគឺចូលចិត្តពាក់ស្រោមដៃខ្លាំងមែនតើសូម្បីតែគេងូតទឹកក៏អត់ដោះចេញដែរណាហើយប្រហែលជាពាក់ស្រោមដៃដល់ដេកលក់ទៀតផងមើលទៅនោះពុទ្ធសាសនាតែមិនដឹងថាគេមានបញ្ហាអីនោះទេគឺឃើញតែគេពាក់ស្រោមដៃមិនដែរដោះអីអញ្ចឹងទៅណាកាត់មកមើល3នាក់កូនចៅរបស់គេនេះវិញឥឡូវនេះក៏និយាយដល់រឿងរបស់បងស្រីនឹងហើយគឺគាត់មានអ្នកនៅកន្លែងធ្វើការជាមួយដែលស្រឡាញ់គ្នាហើយមិនទាន់សារភាពអីអញ្ចឹងណាប៉ុន្តែគឺគាត់ដឹងក្នុងចិត្តយ៉ាងច្បាស់ណាស់ថាថ្ងៃស្អែកហ្នឹងម្នាក់នឹងប្រកាសជាសារភាពធ្វើកាន់គាត់ជាមិនខានទេហើយបើមកនិយាយពីកំឡោះមុខស្មាររបស់យើងវិញប្រធានថ្មីពេលនេះកំពុងតែសរសេរច្បាប់ថ្មីហើយដែលមានឈ្មោះថា Single Rule មិនដឹងថាតើច្បាប់គេនឹងអីនោះទេប្រហែលជាថ្ងៃស្អែកយើងដឹងទាំងអស់គ្នាហើយឥឡូវនេះកាត់មកដល់ថ្ងៃស្អែកតែម្ដងទៅហើយអត់មានក៏ផ្លេច5គឺអ្នកទាំងអស់គ្នានេះធ្វើការនៅហាងគ្រឿងអលង្ការដែលធ្វើដោយដៃអីអញ្ចឹងទៅណាហើយថ្ងៃនេះដែរបងប្រុសម្នាក់ដែលស្រឡាញ់បងស្រីម្នាក់នោះគឺកំពុងតែសមដើម្បីសុំបងស្រីម្នាក់ហ្នឹងរៀបការនៅថ្ងៃនេះតែម្ដងពេលនេះកំពុងតែសមហើយសមចុះសមឡើងគឺអត់ទាន់បានរៀបចំរួចទេប៉ុន្តែបងស្រីម្នាក់ហ្នឹងក៏បានមកតែម្ដងដែលធ្វើឲ្យប៉ែវ៉ែនតាហ្នឹងគឺគេឡើងភ័យណាហើយតាមពិតទៅអ្នកទាំង3ហ្នឹងគឺបានដឹងតាំងពីយប់មកម្លេះប៉ុន្តែបងស្រីហ្នឹងគឺសម្ដែងធ្វើដូចជាមិនដឹងចង់ធ្វើជា surprise អីអញ្ចឹងទៅណាគេក៏សម្ដែងធ្វើការនេះធ្វើការនោះអីអញ្ចឹងទៅប៉ុន្តែពេលនឹងដែរប៉ែហ្នឹងគេក៏បានមកលុះជង្គង់តែម្ដងគឺមិនទាន់បាននិយាយសុំរៀបការទេគ្រាន់តែហៅមាត់ពេលនេះក៏ស្រាប់តែមានកំឡោះសង្ហាម្នាក់ដើរចូលមករហែកក៏សួរថាតើអ្នកទាំងអស់គ្នាកំពុងតែធ្វើអីហ្នឹងដែលធ្វើឲ្យបងស្រីសៀវឈៀនគឺគាត់ឡើងខឹងតែម្ដងដោយសារតែពេលនេះគេមិនទាន់សារភាពផងហ្នឹងគេខំចាំអស់រយៈពេល6ឆ្នាំតែហើយគាត់ក៏បានសួរទៅកាប៉ែហ្នឹងទៅតើឯងជាអ្នកណាគ្រប់គ្នាក៏បានសម្លឹងមើលទៅកាន់មុខរបស់កូនប្រុសហើយពេលនេះកូនស្រីរងរបស់យើងក៏និយាយថាឬមួយកូននេះគឺជាមេថ្មីរបស់យើងទេដឹងហីមេថ្មីហើយមិនមេថ្មីទៀតនោះគឺមានអាណាទៀតក្រៅពីម្នាក់ហ្នឹងឯងដែលពេលនេះគឺគេសំណែនាំជាផ្លូវការតែម្ដងទៅគេមានឈ្មោះថាជីនយូឈិនហើយគេគឺជាមេថ្មីចាប់ពីពេលនេះតែម្ដងដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវស្ដាប់ខ្ញុំចាប់ពីពេលនេះទៅហើយមិនត្រឹមតែប៉ុណ្្នឹងទេពេលនេះមេថ្មីរបស់គេនេះក៏មានច្បាប់ថ្មីសម្រាប់ក្រុមហ៊ុននេះផងដែរដែលច្បាប់របស់គេនោះគឺមិនតម្រូវឲ្យអ្នកដែលធ្វើការជាមួយគ្នាស្រឡាញ់គ្នាឬក៏មានស្នេហាអ្វីនោះទេបើសិនជាគេចាប់បានឬក៏បានដឹងគឺគេនឹងដេញចេញដកចេញតែម្ដងបន្ទាប់ពីបានអានច្បាប់ថ្មីហើយអ្នកដែលសម្រាប់ជាងគេគឺជាពីរអ្នកដែលរៀបនឹងបានស្រឡាញ់គ្នានេះឯងហើយពេលនឹងដែរបងស្រីនឹងក៏សួរថាតើមិញបងចង់និយាយអីគេប៉ុន្តែម្នាក់ហ្នឹងគេក៏និយាយថាអត់ទេអត់មាននិយាយអីទេ
គេក៏បានរត់ចេញទៅព្រោះដោយសារតែគេអត់ចង់បាត់បង់ការងារទេធ្វើការនៅទីនេះឡើង5-6ឆ្នាំទៅហើយហ្នឹងអញ្ចឹងហើយធ្វើឲ្យកូនស្រីរបស់យើងនេះគឺឡើងខឹងតែម្ដងគេក៏បានយកច្បាប់ហ្នឹងទៅនិយាយជាមួយនឹងមេថ្មីរបស់គេក្នុងបន្ទប់តែម្ដងណាកូនប្រុសរបស់យើងក៏បានសួរថាឬមួយក៏ឯងមិនយល់ពីពាក្យសម្ដីដែលខ្ញុំដាក់នៅក្នុងហ្នឹងទេបានជាឯងមកសួរខ្ញុំដល់ទីនេះមិនមែនខ្ញុំមិនយល់ទេប៉ុន្តែច្បាប់នេះវាហួសហេតុពេកព្រោះពួកខ្ញុំធ្វើការនៅទីនេះមិនដែលមានច្បាប់នេះនោះឡើយពេលនេះស៊ឺឡៃក៏បានសួរទៅតាមមូលហេតុអីបានជាបង្កើតច្បាប់នេះឡើងប៉ុន្តែកូនប្រុសរបស់យើងគឺចម្លើយមួយម៉ាត់យ៉ាងខ្លីដោយសារតែខ្ញុំគឺជានាយកនៅទីនេះខ្ញុំចង់ធ្វើអ្វីក៏បានស្រេចតែចិត្តរបស់ខ្ញុំហើយច្បាប់នេះគឺជាច្បាប់ដែលខ្ញុំជាអ្នកបង្កើតផងដែរដូច្នេះឯងនៅក្រោមបង្គាប់គឺត្រូវតែអនុវត្តតាមដូច្នេះហើយសរុបមកគឺការតវ៉ារបស់កូនស្រីនេះគឺអត់មានប្រសិទ្ធភាពនោះទេតែជួបគ្នាលើកទី1ថ្ងៃដំបូងផងនិយាយពីថាឆ្លោះគ្នាខ្សែភ្នែកនេះគឺសម្លក់សម្លឹងគ្នាចង់ស៊ីសាយហត់ឈាមទៅហើយណាកូនប្រុសនិងកូនស្រីនេះមិនត្រឹមតែឆ្លោះមិនឈ្នះគេទេពេលនេះគេក៏បានប្រើឲ្យកូនស្រីរបស់យើងយកกระดาษហ្នឹងទៅបិទវិញផងលុះដល់ល្ងាចឡើងបងស្រីសៀវឈានគេពិបាកចិត្តខ្លាំងណាស់អញ្ចឹងហើយគឺមកផឹកស្រែហើយក៏បានឲ្យកូនស្រីរបស់យើងមកកំដរគេសែតផងដែរទោះបីជាគេមិនចង់ផឹកមិនចេះផឹកក៏ត្រូវតែផឹកដែរដោយសារតែបងស្រីនៅគឺគំរាមដោយសារតែគាត់បានដឹងថាកូនស្រីរបស់យើងនេះគឺក្រាស់ទៅលើអ្នកធ្វើការនៅហាងកាហ្វេហ្នឹងឯងអញ្ចឹងទៅណាហើយឥឡូវនេះគឺយើងនិយាយពីគូរងរបស់យើងវិញគឺជួលខ្លាំងមែនតើដែលម្នាក់ម្ចាស់ហាងកាហ្វេនេះគឺជាថបរងរបស់យើងដែលគេគឺមានឈ្មោះថាយ៉ានសាវកាំងបើមើលទៅតាមទឹកមកកៅភ្នែកគឺកូនប្រុសរងរបស់យើងនេះគឺលួយក្រាស់ទៅកាន់កូនស្រីរងរបស់យើង100%តែម្ដងគ្រាន់តែគេមិននិយាយណាដូច្នេះហើយពេលនេះគេក៏បានណែនាំអូនឲ្យញ៉ាំទឹកដោះគោទៅក៏ព្រោះតែកូនស្រីរបស់យើងនេះកូនស្រីរងនេះគឺអត់ចេះញ៉ាំស្រាទេញ៉ាំទឹកដោះគោទៅដោយសារតែអ្វីរបស់ឯងកំពុងតែលូតលាស់អីអញ្ចឹងទៅណានិយាយទៅថាខ្ជូសាហាវហ្មងគូរងនេះគឺមានបញ្ជាគូរងខ្លាំងមែនតើហើយបើកូនស្រីរងស៊ីឈីរបស់យើងនេះវិញនិយាយទៅថាខ្ជូសាហាវខ្លាំងមែនតើនៅពេលដែលបងឲ្យទឹកដោះគោឲ្យគេក៏បានយកបន្តោងមួយដែលគេធ្វើដោយផ្ទាល់ដៃឲ្យទៅឲ្យបងដែរអញ្ចឹងទៅណាគឺនេះគឺជាកាដូដំបូងដែលគេទំចរៀនធ្វើឲ្យគេក៏ចង់ឲ្យកូនប្រុសរបស់យើងដែរកូនប្រុសរបស់យើងមើលឲ្យគឺគេឡើងពេញចិត្តតែម្ដងទោះបីជាមិនស្អាតក៏ស្អាតដែរព្រោះតែរបស់អូនឲ្យគេក៏និយាយថាតើតម្លៃប្រហែលទៅកូនស្រីក៏និយាយថាគឺគេអត់គិតនោះទេដូច្នេះហើយពេលនេះបងក៏បានណាត់អូនចាំគេជាអ្នកបើបាយពេលល្ងាចមកពេលអីអញ្ចឹងទៅណាហើយគេក៏បានត្រឡប់ទៅផ្ទះមុនទៅទុកឲ្យស៊ឺឡៃនៅកំដរបងស្រីសៀវឈិនទៅចុះពេលនេះតម្រាំតែបានចេញមកក៏គឺដល់យប់ជ្រៅទៅហើយបងស្រីនៅក្អួតដាក់គេឡើងគេចង់ក្អួតទៅវិញអញ្ចឹងណាហើយបងស្រីនៅមិនដឹងថាគាត់បន្តទៅណានោះទេតែពេលនេះមកដល់ផ្ទះគេស្រាប់តែឃើញថាកូនប្រុសរបស់យើងហើយកូនស្រីរងរបស់យើងនេះរើអេវ៉ាន់ចេញពីក្នុងផ្ទះនេះតែម្ដងក៏ប្រតាអ្នកទាំង3គឺស្នាក់នៅកន្លែងដែលគេធ្វើការគឺធ្វើបែបនេះរយៈពេលប្រហែលឆ្នាំដែលគេធ្វើការនៅទីនេះតែហើយតែតែមានមេថ្មីចិត្តអាក្រក់ចិត្តខុសខើនេះទេក៏មកដេញមិនឲ្យអ្នកទាំងអស់គ្នានេះគឺនៅកន្លែងហ្នឹងទេគេជាអ្នកនៅវិញអញ្ចឹងណាស៊ឺឡៃរបស់យើងនេះគឺទ្រាំអត់បានទេគេក៏បានចូលមកសួរហេតុអីបានជាធ្វើអញ្ចឹងហើយក៏ដូចដែលដឹងស្រាប់ហើយកូនស្រីរបស់យើងនេះគឺនិយាយអីក៏អត់ឈ្នះកូនប្រុសដែរគឺគេមានហេតុផលលេះគ្រប់យ៉ាងតែម្ដងសំខាន់ណាស់លេះរបស់គេគឺគេជានាយកជាប្រធានអីអញ្ចឹងទៅគេចង់ធ្វើអីក៏បានតាមចិត្តគេដែរអញ្ចឹងហើយស៊ឺឡៃគេក៏បានប្រាប់ស៊ីជីធ្វើថាកុំឲ្យគេចេញអីយើងត្រូវនៅទីហ្នឹងអញ្ចឹងណាប៉ុន្តែកូនស្រីរបស់យើងនេះគឺគេអត់ចង់មានបញ្ហាជាមួយនឹងមេថ្មីនោះទេគេក៏បានប្រាប់ទៅគឺគេបានតាក់ទងទៅកាន់មិត្តភក្តិរបស់គេហើយគឺគេទៅនៅជាមួយនឹងមិត្តភក្តិរបស់គេវិញអីអញ្ចឹងណាអញ្ចឹងក៏ទុកឲ្យកូនស្រីរបស់យើងនេះគឺនៅតែម្ដងព្រោះដោយសារតែគេអត់ចេញនោះទេគឺគេចង់នៅហើយកូនប្រុសគេមិនគាត់ដែរបើសិនជានៅបានក៏នៅទៅប៉ុន្តែក៏ត្រូវនៅជាមួយគេនឹងឯងប៉ុន្តែកូនស្រីរបស់យើងគឺនិយាយថាគេក៏ចាចេញដែរប៉ុន្តែគេសុំពេលមួយថ្ងៃក៏ព្រោះតែគេត្រូវការរើអីវ៉ាន់អញ្ចឹងណាអីវ៉ាន់គេច្រើនហើយគេក៏បានដាក់មកកូនប្រុសប៉ុន្តែកូនប្រុសរបស់យើងចាប់ដៃគេឡើងឈឺតែម្ដងចង់ធ្វើបាបគេប៉ុន្តែគេធ្វើបាបវិញអីអញ្ចឹងទៅណានិយាយបញ្ហាឆ្លោះមិនឈ្នះគេហើយធ្វើបាបគេធ្វើបាបមិនបានទៀតហ្នឹងណាហើយមកកលែងមើលកូនស្រីរបស់យើងវិញតាមពិតទៅគ្មានផ្ទះមិត្តភក្តិណាដែលឲ្យគេនៅនោះទេគឺគេទេសួររងឡើង3-4នាក់ទៅហើយសត្វបដិសេធគេទាំងអស់ធ្វើកូនស្រីរបស់យើងនេះគឺអត់កន្លែងនៅទេគេក៏បានមកអង្គុយនៅសួនកំសាន្តមួយយ៉ាងកំសត់តែម្ដងហើយអីដែលកំសត់ខ្លាំងបំផុតនោះហើយសូម្បីតែលុយពេលនេះក៏អត់មានដែរប៉ុន្តែក៏ចាយដល់អីពេលនេះក៏បានបងរបស់គេដើរមកឃើញគឺជាកូនប្រុសរបស់យើងនឹងឯងគេក៏បានចូលមកសួរតែតើមានរឿងអីហ្នឹងហេតុអីបានជាឯងមកអង្គុយនៅទីនេះអញ្ចឹងហើយកូនស្រីរបស់យើងនេះគឺគេមិនហ៊ាននិយាយជាមួយទេគឺគេអៀនផងខ្មាស់ផងគេក៏និយាយថាអត់អីទេខ្ញុំមិនអីទេអញ្ចឹងហើយបងគឺដឹងស្រាប់តែហើយបើសិនជាអវ៉ាន់ច្រើនយ៉ាងនេះមិនត្រូវគេដេញចេញទៅចម្លែកដូច្នេះហើយពេលនេះគេក៏បានយកអវ៉ាន់អូនទៅរួចហើយក៏និយាយថាមកតាមខ្ញុំមកអូយរឿងនេះលយខ្លាំងមែនតើទាំងអស់គ្នាទាំងតួរងទាំងតួថប់គឺបាននៅផ្ទះជាមួយគ្នា
ណាហើយនៅចាំការទៀតស៊ីឈាគឺសមាជិកខ្លាំងមែនតើគឺគេបានតែនៅជាមួយនឹងស្ក្រារបស់គេហើយអញ្ចឹងឥឡូវនេះយើងក៏លេខមកមើលកូនស្រីរបស់យើងវិញគឺរវ៉ាន់ណាយ៉ាងច្រើនតែម្ដងព្រោះថាគេនៅយូរទៅហើយអវ៉ាន់គេក៏ច្រើនដែរហើយពេលហ្នឹងគេបំរុងបើកទូទឹកកកយកអីញ៉ាំអញ្ចឹងណាប៉ុន្តែនៅលើទូទឹកកកនេះក៏មានបំរាមដែរគឺជាកន្លែងដែលកូនស្រីរបស់យើងទីមិនអាចប៉ះពាល់បានទេគឺជារបស់ដែលកូនប្រុសរបស់យើងហាមឃាត់អីអញ្ចឹងតើណាសិតតែជាកន្លែង private គេនិយាយពីថាច្បាប់គ្រប់កន្លែងតែម្ដងទាំងបន្ទប់ទឹកទាំងចក្រានបាយគឺមិនឲ្យប៉ះពាល់នោះទេនិយាយទៅនៅក៏ដូចជាមិននៅអញ្ចឹងណាកូនស្រីរបស់យើងអានហើយគឺគេឡើងក្តៅឈើតែម្ដងប៉ុន្តែក៏មានលក្ខខណ្ឌលើកលែងដែរបើសិនជាគេប្រើទាំងបន្ទប់ទឹកទាំងចក្រានបាយប្រើកន្លែងណាគឺត្រូវតែសម្អាតឲ្យស្អាតកុំឲ្យមានធូលីអីអញ្ចឹងតើណាដោយសារតែគេគឺជាមនុស្សរស់នៅស្អាតអីអញ្ចឹងទៅកូនស្រីរបស់យើងបានលឺហើយគេក៏និយាយថាជុំនិយាយទៅបំភ្លេចចោលទៅខ្ញុំមិននឹងចេញនៅថ្ងៃស្អែកនេះតែម្ដងព្រោះដោយសារតែខ្ញុំមិនអាចទ្រាំរស់នៅជាមួយនឹងឯងបាននោះទេហើយបាននិយាយពីទូទឹកកកវិញរបស់កូនស្រីរបស់យើងនេះកូនប្រុសរបស់ចោលអស់លេងតែម្ដងដាក់ចំនួនវិញសត្វតែរៀនរបស់ដែលកូនប្រុសរបស់យើងចូលចិត្តណាព្រោះកូនស្រីរបស់យើងគឺកាន់តែក្តៅខ្លាំងមែនតើឥឡូវនេះគឺហូបផ្សាយតាមកជាណាហើយថែមទាំងសូត្រច្បាប់ទី4ឲ្យស្ដាប់ទៀតផងរបស់នៅក្នុងទូទឹកកកគឺមិនឲ្យស៊ឺឡាយប៉ះពាល់នោះទេបើមិនមែនជារបស់ស៊ឺឡាយបានអីនឹងស៊ឺឡាយប៉ះពាល់បើរបស់ស៊ឺឡាយត្រូវកូនប្រុសរបស់យើងនេះរបស់ចោលអស់ទៅហើយហ្នឹងបន្តមកក៏រវល់តែឌឺដងគ្នាចោះឡើងពេលនេះក៏ស្រាប់តែតាក់ជើងដែលធ្វើកូនប្រុសរបស់យើងគឺដូចជាបីកូនស្រីអញ្ចឹងណាធ្វើឲ្យការប្រែរបស់អ្នកទាំងពីរនេះក៏បានសម្លឹងគ្នាប៉ុន្តែមិនដឹងថាសម្លឹងក្នុងលក្ខណៈស្នេហាឬក៏សត្រូវនោះទេក៏ប្រតែសាយរបស់យើងនៅភាគទី1នេះក៏បានឆ្លេះត្រឹមតែប៉ុណ្្នឹងនឹងឯងចង់ដឹងថាសាយរបស់យើងនៅភាគទី2នឹងល្អមើលកម្រិតណាទៀតនោះអញ្ចឹងក៏ផ្លេចចាំតាមដានទស្សនាវីដេអូរបស់ admin នៅភាគក្រោយបន្តទៀតណាដូច្នេះហើយ admin សូមគ្រប់លាត្រឹមតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ